ថ្ងៃនេះយើងនិយាយអំពីរបៀបដែលម៉ាស៊ីនរបស់យន្តហោះដំណើរការជាទូទៅម៉ាស៊ីនរបស់យន្តហោះគឺជាប្រភេទ Turbo Engine ដែល Turbo Engine ត្រូវបានបែងចែកចេញជា4ធំៗនោះគឺ Turbojet Engine ដែលនិយមប្រើទៅលើយន្តហោះយោធាទី2នោះគឺ Turbofan Engine ដែលនិយមប្រើទៅលើយន្តហោះដឹកអ្នកដំណើរទី3គឺ Turboprop Engine ដែលនិយមប្រើទៅលើយន្តហោះធុនតូចហើយទី4នោះគឺ Turboshaft Engine ដែលនិយមប្រើទៅលើ Helicopter ថ្ងៃនេះយើងនិយាយអំពីដំណើរការរបស់ម៉ាស៊ីន Turbofan Engine ផ្នែកស្នូលនៃ Turbofan Engine ត្រូវបានបែងចែកជា5ផ្នែកសំខាន់នោះគឺ Fan គឺជាផ្នែកកង្ហារនៅខាងមុខនៃម៉ាស៊ីន Compressor, Combustor, Turbine ហើយនិងផ្នែកចុងក្រោយគឺ Exhaust Compressor គឺជាផ្នែកដែលបង្កើនសម្ពាធខ្យល់ដែល compressor មានពីរផ្នែកគឺ low pressure compressor ហើយនិង high pressure compressor ផ្នែកនេះធ្វើឲ្យសម្ពាធខ្យល់កើនឡើងយ៉ាងខ្ពស់មុននឹងចូលដល់ផ្នែក combustor គឺជាផ្នែកដែលលាយបញ្ចូលគ្នារវាងខ្យល់ដែលមានសម្ពាធខ្ពស់ជាមួយនឹងប្រេងឥន្ធនៈឬក៏សាំងនិងបង្កើតបានជាចំហាយដ៏ក្តៅបង្កើតឲ្យមានសម្ពាធខ្យល់កាន់តែខ្លាំងធ្វើឲ្យខ្យល់រត់ក្នុងល្បឿនលឿនកាត់ផ្នែក turbine ដែលកម្លាំងនេះមាននីតិបង្វិល turbine ហើយ turbine គឺជាផ្នែកមួយដែលផ្សារភ្ជាប់ជាមួយនឹងផ្នែកស្លាបខាងមុខនៃយន្តហោះដែលដំណើរការទាំងនេះគឺជាវដ្តមួយជុំនៃចំហាយដំណើរការម៉ាស៊ីនយន្តហោះហើយផ្នែក exhaust នៃម៉ាស៊ីនគឺជាផ្នែកដែលខ្យល់រត់ចេញពីម៉ាស៊ីនដែលបង្កើតឲ្យមានកម្លាំងរុញច្រានទៅមុខទាំងនេះគឺជាវដ្តនៃដំណើរការម៉ាស៊ីនយន្តហោះ Turbofan Engine